អត្ថបទបន្តទៀតគឺតាក់ទងជាមួយនឹងអតីតកាលមនុស្សយើងម្នាក់មិនថាចាស់មិនថាក្មេងតែងតែមានបទពិសោធន៍រៀងខ្លួនមនុស្សចាស់មានបទពិសោធន៍ច្រើនជាងក្មេងហើយក្មេងមានបទពិសោធន៍តិចជាងមនុស្សចាស់សពខ្លួនឯងកើតជាជំងឺបាក់ទឹកចិត្តមនុស្សមួយចំនួនរស់រានមានចិត្តល្អមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនបន្ទាប់ពីជួបបញ្ហាច្រើនសម្ពាធច្រើនក៏អាចកែប្រែខ្លួនឯងទៅជាមនុស្សអវិជ្ជមានលែងសូវរីករាយលែងសូវមានទំនាក់ទំនងល្អជាមួយអ្នកដទៃបន្ទាប់ពីមួយរយៈក្រោយមកគេក៏ចាប់ផ្ដើមកែប្រែខ្លួនឯងបង្កើតក្តីសង្ឃឹមរៀនក្រោកចេញពីអន្លង់អតីតកាលដ៏ខ្មៅងងឹតមួយដើម្បីជាពន្លឺនៃជីវិតបន្ទាប់ពីបណ្ដោយខ្លួនឲ្យត្រដាបត្រដួសមួយរយៈពេលមកហើយក៏ប្រែក្លាយជាមនុស្សថ្មីមានការកំណត់គោលដៅសម្រាប់ខ្លួនឯងមានភាពរីករាយជាងមុនតើអតីតកាលជាអ្វីអតីតកាលជាដំណើររឿងរ៉ាវដែលបានកន្លងផុតទៅហើយមិនថារឿងនោះជាចេតនាក្តីឬអចេតនាក្តីហើយតែកន្លងផុតទៅត្រឹមមួយរយៈ1ម៉ោង1នាទីមុនក៏ទៅជាអតីតកាលបានដែរនៅលើលោកនេះមាននរណាដែលពុំមានអតីតកាលសំណួរមួយនេះខ្ញុំអាចឆ្លើយបានថាមិនមានទេគឺមិនមាននរណាម្នាក់ដែលគ្មានអតីតកាលនោះទេគ្រប់គ្នាសុទ្ធតែមានអតីតកាលអមជាមួយគ្នាមកមនុស្សដែលរងនៅជំងឺបាក់ទឹកចិត្តបើតាមដឹងមកគឺពួកគេរងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរទើបមិនអាចរឹងមាំនិងមិនអាចដើរចេញពីបញ្ហាអតីតកាលបានអ្នកខ្លះបាននិយាយថាក្រោយស្ដាយក្រោយណាដែលខ្ញុំមកស្គាល់មនុស្សដូចអ្នកខ្លះទៀតបើសិនខ្ញុំខំរៀនជាងនេះខ្ញុំក៏មិនប្រឡងធ្លាក់ដែរស្ដាយវេលាណាស់មិនគួរណាធ្វើបែបនេះទេខ្ញុំអើយអតីតកាលនៅពេលដែលវាបាននរណាម្នាក់រំលឹកពីវាខ្ញុំតែងឃើញឮនៅពាក្យមួយម៉ាត់ជាឃ្លាដំបូងនៃល្បះថាស្ដាយពាក្យនេះខ្លីពិតមែនតែវាស្ទើរតែអាចសម្លាប់ទឹកចិត្តមនុស្សបានមួយប្រពេចភ្នែកបើបុគ្គលនោះមិនបានគិតឲ្យបានមកចត់វិបដិសារីដែលបានកើតឡើងបានបង្កកើតឡើងក្នុងអតីតកាលនោះហេតុអ្វីអ្នកត្រូវព្យាយាមឲ្យវានៅជាប់ក្នុងចិត្តនិងខួរក្បាលរបស់អ្នកធ្វើអ្វីតើមានបុគ្គលណាដែលថាមិនធ្លាប់ខុសដែរទេកំហុសដែលអ្នកបានបង្កើតឡើងដោយចេតនាឬអចេតនាក៏មិនមែនជារឿងគួរឲ្យខ្វល់នោះឡើយនរណាក៏ធ្លាប់ធ្វើខុសដែរមិនអាចធ្វើត្រូវឬល្អឥតខ្ចោះរហូតនោះទេសូម្បីអ្នកជំនាញក៏មានថ្ងៃខ្លះមានកំហុសប្រៀបដូចជាដំរីជើង4គង់ដើរដួលអ្នកប្រាជ្ញចេះចាំល្អក៏មានពេលខ្លះភ្លេចនេះជាពាក្យខ្មែរបានពោលថាដំរីជើង4គង់មានភ្លាត់អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេចបើអ្នកនៅតែមិនព្រមលះបង់អតីតកាលចោលពេលនេះទេនោះអ្នកនឹងត្រូវបានវិញ្ញាណអាក្រក់នាំចូលទៅក្នុងរណ្ដៅមរណៈនៃរឿងអតីតកាលទាំងរស់ជាមិនខានអ្នកត្រូវខំរៀនបែងចែកនិងលបងសួរសំណួរទាំងនេះទៅកាន់ខ្លួនឯងថាតើអ្នកគឺជានរណាតើអ្នកមានតួនាទីអ្វីដែលនៅពេលនេះតើអ្នកមានគោលដៅបំណងច្បាស់លាស់ឬនៅ
នៅនាបច្ចុប្បន្នតើអ្នកមានគោលបំណងច្បាស់លាស់ឬនៅនាពេលអនាគតតើអ្នកមានការសម្រេចតម្រង់ជំហានណាមួយនៃជីវិតហើយឬនៅតើមានវិធីអ្វីខ្លះដើម្បីដោះស្រាយបញ្ហាដែលនាំឲ្យមិនសប្បាយចិត្តរបស់អ្នកចូលចងចាំថាការពីក្មេងនិងនាពេលនេះគឺជារឿងពីរផ្សេងគ្នាវ័យនេះគឺជាវ័យមួយដែលត្រូវអនុវត្តរូបមន្តជីវិតគឺជាវ័យមួយដែលងាយកើតរូបភាពមួម៉ៅរួយរាយឆាប់អន់ចិត្តឆាប់សប្បាយចិត្តឆាប់ស្មុគស្មាញស្រស់ស្រាយបែកបាក់ស្នេហានិងរស់នៅម្នាក់ឯងដោយខ្លួនឯងយុវវ័យគឺប្រថុយប្រឋានមែនតែនបើអ្នកអនុវត្តខុសអ្នកនឹងប្រៀបដូចបន្ថែមជាតិពឹសដល់ខ្លួនឯងតែបើអ្នកប្រើត្រូវអ្នកនឹងប្រៀបដូចជាបានស្នាមពៅថ្នាំទឹកអញ្ចឹងដែរការបរាជ័យឬភាពអវិជ្ជមាននៅក្បែរខ្លួនអ្នកជានិច្ចវាចាំតែអ្នកភ្លេចខ្លួនបន្តិចវានឹងវាយលោកចូលសម្រាប់ទឹកចិត្តអ្នកភ្លាមរីឯភាពជោគជ័យឬភាពអវិជ្ជមានគឺនៅឆ្ងាយពីខ្លួនអ្នកបន្តិចវាដើរមករកអ្នកដោយសន្សំពេលវាឃើញអ្នកមានការព្យាយាមតស៊ូអត់ធ្មត់ក្លាហានរឹងមាំតស៊ូចេះរក្សាគោលជំហរមានទំនួលខុសត្រូវវានឹងមកនៅជាប់អ្នកជាមិនខានហើយក៏មិនអាចកំចាត់ចោលនៅការបរាជ័យឲ្យទៅឆ្ងាយវិញម្ដងដូច្នេះអ្នកគួររៀនពីខ្លួនឯងស្គាល់អំពីអតីតកាលបានច្បាស់យកបទពិសោធន៍នៃកំហុសទាំងនោះមកពិចារណាឲ្យល្អិតល្អន់គ្រប់ជ្រុងជ្រោយប្រើប្រាស់តាមកលៈទេសៈកែលម្អឲ្យប្រែជាមេរៀនសម្រាប់ជីវិតនៅថ្ងៃស្អែកបន្តកំហុសឆ្គងដែលបានសាងក្នុងរណ្ដៅខ្មៅងងឹតនៃអតីតកាលគឺជាទានពន្លឺដើម្បីឲ្យអ្នកងើបស្ទុះស្ទាចាកចេញទីសុវត្ថិភាពនៃជីវិតមនុស្សយើងខ្លីណាស់មិនទៀងទាត់នោះទេយើងរត់តែមិនអាចទស្សទាយស្មានទុកថាមុនដឹងថាវិនាទីណាថ្ងៃណាឆ្នាំណាជាថ្ងៃអវសានរបស់យើងឡើយបំភ្លេចចោលនៅអតីតកាលណាអ្នកគិតថាពិបាកទទួលយកក្រវែងចោលទៅលើអាកាសឲ្យអស់ទៅខ្ញុំក៏ដឹងដែរថាអតីតកាលខ្លះមិនងាយស្រួលបំភ្លេចទេប៉ុន្តែបើអ្នកព្យាយាមឈប់នឹកឈប់គិតបណ្ដោយទៅតាមខ្យល់បន្តិចម្ដងពេលនោះអ្នកនឹងអាចភ្លេចជារៀងរហូតក៏ថាបានម្សិលមិញជាអតីតកាលថ្ងៃនេះជាបច្ចុប្បន្នថ្ងៃស្អែកជាអនាគតម្សិលមិញជាអតីតកាលថ្ងៃនេះជាបច្ចុប្បន្នថ្ងៃស្អែកជាអនាគតម្សិលមិញអ្នកដើរឆ្លងផុតឧបសគ្គមួយថ្ងៃនេះអ្នកកំពុងផ្សងព្រេងលើផ្លូវមួយទៀតថ្ងៃស្អែកគឺជាថ្ងៃសម្រេចគោលដៅរបស់អ្នកត្រូវចងចាំថារស់នៅថ្ងៃនេះឲ្យល្អជាទីបំផុតគ្មានការរស់នៅណាដែលប្រសើរជាងការរស់នៅជាមួយបច្ចុប្បន្ននិងការរស់នៅជាមួយខ្លួនឯងនោះទេភាពជោគជ័យគឺចូលចិត្តអ្វីដែលអ្នកធ្វើនិងចូលចិត្តរបៀបដែលអ្នកធ្វើវាជីវិតនិងការងារអត្ថបទបន្តការងារគឺជាអាជីពមួយដែលមនុស្សចាំបាច់ត្រូវតែមានក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតជាការពិតជាសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនក្នុងសង្គមព្រោះវាបានផ្ដល់នូវប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពបុគ្គលនិងគ្រួសារ
ការប្រកបមុខរបរចិញ្ចឹមជីវិតរបស់មនុស្សម្នាក់មិនដូចគ្នាទេអ្នកខ្លះធ្វើស្រែចម្ការអ្នកខ្លះធ្វើជាអាជីពលក់ត្រីសាច់បន្លែអ្នកខ្លះធ្វើជាមន្ត្រីរាជការតុលាការអ្នកនិពន្ធនិងអ្នកធុរកិច្ចអ្នកធ្វើការឬបុគ្គលិកកម្មករអ្នករកស៊ីលក់ដូរឬប្រកបមុខរបររើសអេតចាយជាដើមការងារមិនមែនចេះតែធ្វើនោះទេវាទាមទារកម្លាំងកាយស្មារតីប្រាជ្ញាឆន្ទៈដ៏ធំផងដែរសម្ពាធការងារគឺមានច្រើនតាក់ទងទៅនឹងមានការទទួលខុសត្រូវខ្ញុំមិននិយាយច្រើនទេចំពោះការទទួលខុសត្រូវវ័យដែលមានអាយុ6ឆ្នាំទៅ13ឆ្នាំវ័យនេះគឺជាវ័យដែលកំពុងត្រូវការចំណេះដឹងការបាច់ថែរក្សាពីឪពុកម្ដាយឬអាណាព្យាបាលវ័យនេះគឺជាវ័យដែលមានខួរក្បាលល្អងាយចងចាំនិងរៀនសូត្រឆាប់ចេះឆាប់ចាំបើមានការរៀនសូត្រគឺមានការយកចិត្តទុកដាក់ព្យាយាមអានសរសេរធ្វើលំហាត់និងមើលមេរៀនខ្លាំងណាស់កុមារដែលមានអាយុតិចបែបនេះពុំទាន់មានការងារច្បាស់លាស់ពិតប្រាកដឡើយការងារសម្រាប់ពួកគេគឺការជួយការងារផ្ទះជំនួសដៃជំនួសជើងឪពុកម្ដាយបន្តិចបន្តួចតែប៉ុណ្ណោះគេមិនអាចធ្វើការងារធ្ងន់ៗដោយមនុស្សពេញវ័យបានទេការងារដែលច្បាស់លាស់សម្រាប់ពួកគេគឺជាសិស្សមួយរូបដែលមានទូនាទីខិតខំរៀនសូត្រក្រែបជញ្ជក់យកចំណេះដឹងអភិវឌ្ឍខួរក្បាលឲ្យមានភាពខ្លាំងក្លាមួយវិញទៀតគឺដើរតួជាកូនល្អក្នុងគ្រួសារស្ដាប់ការទូន្មានទាំងក្នុងសាលានិងនៅផ្ទះឪពុកម្ដាយគួរតែដឹងហើយថាពួកគេត្រូវការពារសរសើរការលើកទឹកចិត្តការយកចិត្តទុកដាក់ការព្រួយបារម្ភការណែនាំនិងតាមដានទើបជាហេតុធ្វើឲ្យការគិតនិងខួរក្បាលរបស់ពួកគេមានសុខភាពល្អដោយមិនមានរងសម្ពាធព្រោះវ័យនៅខ្ចីមិនអាចរ៉ាប់រងសម្ពាធធ្ងន់ៗបានឡើយបើសិនជាការរងសម្ពាធគឺបណ្ដោយឲ្យពួកគេអភិវឌ្ឍคล้ายទៅជាមនុស្សបាក់ទឹកចិត្តឆាប់តក់ស្លុតនិងភ័យខ្លាចឬខួរក្បាលចុះខ្សោយជាដើមវ័យកុមារពួកគេពុំអាចរកលុយចាយបានដោយខ្លួនឯងបានឡើយគឺពួកគេរស់នៅពឹងពាក់អាស្រ័យទៅលើឪពុកម្ដាយឬអាណាព្យាបាលផ្គត់ផ្គង់ផ្ដល់សម្ភារៈសិក្សាដូចជាប៊ិចសៀវភៅកាតាបឪពុកម្ដាយគួរតែចេះលើកទឹកចិត្តកូនត្រូវខិតខំរៀនសូត្រឲ្យបានពូកែត្រូវចេះពិចារណាឲ្យបានច្រើនពេលកូនធំឡើងកូននឹងមានការងារល្អមួយដែលស័ក្តិសមនឹងសមត្ថភាពរបស់កូនកុំឲ្យដូចម៉ែនិងពុកទាំងនេះអាចធ្វើឲ្យពួកគេកក់ក្ដៅក្នុងការរៀនពុំមែនស្ដីបន្ទោសជេរឬវាយដំឲ្យពួកគេធ្វើការងាររកលុយមកឲ្យគ្រួសារទាំងនៅក្មេងវ័យនោះទេព្រោះអាចបណ្ដាលឲ្យប៉ះពាល់ផ្លូវចិត្តក្មេងជាហេតុធ្វើឲ្យកុមារមានការភ័យខ្លាចអន់ចិត្តនិងមិនមានភាពក្លាហានជាពិសេសគឺធ្វើឲ្យឆាប់អន់ចិត្តពីព្រោះពាក្យសម្ដីនិងទង្វើរបស់ឪពុកម្ដាយដែលប្រើប្រាស់មកកាន់តែធ្ងន់ពេកវ័យដែលមានអាយុចាប់ពី14ទៅដល់18ឆ្នាំវ័យនេះជាវ័យដែលកំពុងព្យាយាមនៅក្នុងការសិក្សាខ្ពស់និងជាវ័យដែលពោរពេញទៅដោយការស្រឡាញ់ប្រហើនជ្រួញជ្រើមឬហៅថាក្មេងឈាមរាវស្ទាវជាដើមប្រសិនបើគេខ្វះការទូន្មានពាក្យល្អអាចធ្វើឲ្យពួកគេភ្លើតភ្លើនបានប៉ុន្តែប្រសិនបើគេបានឆ្លងកាត់ការអប់រំខ្ពស់គឺគេកំពុងតែអភិវឌ្ឍចំណេះដឹងតាមរយៈការអានសៀវភៅគ្រូបង្រៀននិងការសិក្សាស្រាវជ្រាវបន្ថែម
នឹងឈានទៅរកភាពជោគជ័យនាពេលអនាគតឬអាចនិយាយបានថាឈានទៅដល់គោលដៅបានពាក់កណ្ដាលទៅហើយការងារល្អមួយដែលស័ក្តិសមនឹងសមត្ថភាពក្នុងសង្គមសពថ្ងៃគ្រួសារខ្លះកំពុងតែមានជីវភាពខ្វះខាតពេលខ្លះម្ដាយឪពុកសុខចិត្តបង្ខំកូនឲ្យជប់រៀនហើយបញ្ជូនកូនឲ្យទៅធ្វើការព្រោះតែជីវភាពក្រីក្រលំបាកមនុស្សដែលបានបង្ខំឲ្យទៅធ្វើការទាំងដែលគេមិនពេញចិត្តនិងសម្ពាធជាសម្ពាធបំផុតទោះបីជាគេធ្វើការនោះបានលុយក៏ពិតមែនប៉ុន្តែមិនមានសុភមង្គលផ្លូវចិត្តនិងផ្លូវកាយឡើយដោយសារគេត្រូវបានឪពុកម្ដាយបង្ខំចិត្តឲ្យមកធ្វើការប៉ុណ្ណោះវ័យដែលមានអាយុ19ទៅ35ឆ្នាំវ័យនេះត្រូវមានការងារដែលបានសមរម្យមួយសម្រាប់ជីវិតប៉ុន្តែបើការងារនោះគ្រួសារមិនពេញចិត្តស្ដីបន្ទោសព្រោះបានប្រាក់ខែទាបពេកហើយបង្ខំឲ្យធ្វើការផ្លាស់ប្ដូរការងារថ្មីតាមគាត់វិញម្ដងជាការងារដែលយើងមិនបានស្រឡាញ់ពួកគាត់មិនបានយល់ពីទឹកចិត្តរបស់កូនឡើយថាកូនស្រឡាញ់ការងារមួយនេះយ៉ាងណាចង់សម្រេចវាបែបណាយើងក៏ចង់បានសេចក្តីសុខនិងដើរតាមគោលដៅរបស់ខ្លួនឯងដែរពួកគាត់ចង់ឲ្យយើងធ្វើតាមគាត់ព្រោះពួកគាត់ចង់ឲ្យកូនល្អខ្ពង់ខ្ពស់មានប្រាក់ខែល្អដោយកូនគេទាំងដែលគាត់មិនបានយល់ពីកូនខ្លួនឯងពេលនោះហើយដែលធ្វើឲ្យយើងចាប់ផ្ដើមយកពាក្យដែលពួកគាត់ស្ដីបន្ទោសមកដាក់ជាសម្ពាធឲ្យខ្លួនឯងថាគួរតែធ្វើបែបណាតាមខ្លួនឯងឬតាមគ្រួសារចម្លើយគឺបើតាមគ្រួសារគឺពួកគាត់មិនតាមគ្រួសារគឺពួកគាត់ខឹងអន់ចិត្តគិតថាកូនមិនបានស្ដាប់ការទូន្មានព្រានប្រដៅតែពួកគាត់ចង់ឲ្យយើងល្អនិងមានកិត្តិយសខ្ពង់ខ្ពស់ដូច្នេះសុខចិត្តស្ដាយការជឿចាប់តែម្នាក់ឯងនិងក្បត់បេះដូងខ្លួនឯងដើរតាមចិត្តអ្នកមានគុណទោះបីជាខ្លួនឯងអន់ចិត្តធ្លាក់ដល់កម្រិត0ក៏គ្មានបញ្ហាអ្វីដែរសំខាន់ឲ្យតែបានឃើញស្នាមញញឹមរបស់គ្រួសារក៏យើងបានធូរស្រាយមួយចំណុចដែរតែពេលខ្លះយើងក៏ត្រូវមានហេតុផលសម្រាប់ការងារផងដែរតួយ៉ាងដោយការបង្ហាញខាងលើបើសិនជាឪពុកម្ដាយតម្រូវឲ្យទៅធ្វើការងារនេះការងារនោះមិនមែនជាចំណូលចិត្តចូលបង្ហាញពីការងារដែលយើងចង់ធ្វើផងដែរហេតុផលដ៏សមរម្យសម្រាប់ពួកគាត់បើពួកគាត់នៅតែមិនពេញចិត្តចូលអ្នកសុំសាកល្បងវិញម្ដងមានន័យខ្ញុំសូមធ្វើការងារនេះមួយរយៈប្រសិនបើមិនរីកចម្រើនគឺបញ្ហាអ្វីកើតឡើងខ្ញុំនឹងឈប់ហើយមកធ្វើការងារតាមលោកអ្នកទាំងពីរវិញខ្ញុំគិតថាពេលនេះគាត់មិនប្រឆាំងទៀតទេពួកគាត់ក៏មានសេចក្តីស្រឡាញ់ដែរតែផ្ទុយមកវិញបើឪពុកម្ដាយរបស់អ្នកជាមនុស្សស្រួលឬតម្រូវចិត្តកូនគ្រប់យ៉ាងពោលកូនចង់ធ្វើអ្វីក៏ធ្វើបានមិនបង្ខំហើយក៏មិនហាមត្រង់នេះវាល្អប្រសើរបើអ្នកជាមនុស្សច្បាស់លាស់ជាមួយការងារនិងខ្លួនឯងតែបើអ្នកនៅស្ទើរចូលសុំមតិខ្លះពីពួកគាត់ដើម្បីប្រកាសខ្លួនឯងថាអ្នកអាចធ្វើបានដល់ពេលត្រូវមានគូសកលបន្ទប់ត្រូវធ្លាក់មកលើយើងជាអ្នករ៉ាប់រងលុយកាក់សម្ភារៈចំណីអាហារទីជម្រកថ្មីនិងបង្កើនអាជីវកម្មមួយបន្ថែមទៀតដើម្បីរកប្រាក់ចំណូលចូលគ្រួសារមិនយូរប៉ុន្មានក៏ក្លាយទៅជាឪពុកម្ដាយគេត្រូវមើលថែគេផ្ដល់ដំបូន្មានអប់រំ
គេចិញ្ចឹមបីបាច់ថែរក្សាទំនប់បំរុងសពគ្រប់បែបយ៉ាងទាំងអស់ទោះបីជាមានបញ្ហាអ្វីធ្វើការងារហត់យ៉ាងណាក៏មិនហ៊ានត្អូញត្អែត្រឹមលាក់ទុកតែម្នាក់ឯងឈឺចាប់តែម្នាក់ឯងដូច្នេះកុំព្រោះតែការងារដ៏បំផ្លាញក្តីស្រមៃបំផ្លាញគោលដៅបង្កភាពឈឺចាប់ភាពអាត្មានិយមរបស់ខ្លួនភ្លេចរកសេចក្តីសុខនិងសុភមង្គលជូនខ្លួនឯងអីព្រោះអ្នកដែលឈឺចាប់បំផុតគឺខ្លួនឯងនេះហើយកុំព្យាយាមលាក់ទុកតែម្នាក់ឯងអ្នកគួរតែបកស្រាយ